សូមស្វាគមន៍មកកាន់ដំណើរធ្វើម្ហូបដែលមានលក្ខណៈពិសេសមិនធ្លាប់មានពីមុនមកជួបជាមួយចុងភៅដែលមានភាពល្បីល្បាញទាំង10របស់យើងក្នុងដំណើរការដើម្បីបង្កើតមុខម្ហូបថ្មីរបស់ពួកគាត់បេសកកម្មរបស់ពួកគាត់នោះគឺត្រូវបង្កើតមុខម្ហូបថ្មីប្លែកចំនួន2មុខដោយរួមបញ្ចូលគ្នានៅធាតុផ្សំពីប្រពៃណីធ្វើម្ហូបផ្សេងគ្នាពីចុងភៅរបស់យើងដំណើរការក្នុងការបង្កើតមុខម្ហូបនេះយើងបែងចែកជា3ដំណាក់កាលដំណាក់កាលទី1អភិវឌ្ឍនៅក្នុងដំណាក់កាលអភិវឌ្ឍនេះពួកគាត់នឹងចូលទៅក្នុងដំណើរការនៃការច្នៃប្រឌិតដែលជាការជ្រើសរើសតាមចំណង់ចំណូលចិត្តរបស់ពួកគេនៅទីនេះការច្នៃប្រឌិតដែលសមស្របត្រូវនឹងប្រពៃណីនៅពេលដែលពួកគេរកឃើញភាពស្រស់ស្អាតនៃម្ហូបកែច្នៃដំណាក់កាលទី2ការធ្វើតេស្តចំណុចប្រសពដ៏សំខាន់បានមកដល់ហើយដំណាក់កាលសាក់លបងគឺបើកសម្រាប់ការត្រួតពិនិត្យពីសំណាក់ភ្ញៀវខាងក្រៅដោយអញ្ជើញភាគីពាក់ព័ន្ធឲ្យវិតម្លៃនិងផ្ដល់មតិកែលម្អរសជាតិទាក់ទាញអារម្មណ៍មតិកែលម្អត្រូវបានប្រមូលជំរុញដែនកំណត់នៃរចនាប័ទ្មចម្អិនអាហារបែបប្រពៃណីរសជាតិនិងបច្ចេកទេសដើម្បីបង្កើតម្ហូបប្រកបដោយភាពច្នៃប្រឌិតដំណាក់កាលទី3សិក្ខាសាលាឥឡូវនេះដល់ពេលរកឃើញហើយចុងភៅដែលមានបទពិសោធន៍2នាក់ចូលរួមក្នុងដំណើរស្វែងបង្កើតម្ហូបច្នៃប្រឌិតមួយនេះពួកគាត់នឹងរៀនអំពីសិល្បៈនៃការរៀបចាននិងស្វែងយល់ពីគ្រឿងផ្សំនិងរូបមន្តប្រពៃណីខ្មែរដែលរួមបញ្ចូលគ្នាជាមួយបច្ចេកទេសធ្វើម្ហូបបែបទំនើបឥឡូវនេះសូមបង្ហាញពីរូបមន្តលាយបញ្ចូលគ្នាដ៏គួរឲ្យកត់សម្គាល់ទាំងពីររបស់ពួកគាត់ទទួលបានបទពិសោធន៍នៃភាពទាក់ទាញខណៈដែលចុងភៅបានកំណត់ឡើងវិញនៅខ្លឹមសារនៃរសជាតិស្វែងយល់ពីបុគ្គលនៅពីក្រោយរសជាតិដែលម្នាក់ៗមានរឿងរងចាំ5សម្រាប់មុខម្ហូបទាំងពីរផងខ្ញុំមានដូចជានំអាម៉ុកមាន់ហើយនិងបង្អែមនំផ្សារដែលពួកយើងធ្វើការចម្អិនស្វាយហើយជាមួយនឹងក្រែមរសជាតិក្រូចនៅក្នុងនោះយើងយករសជាតិ3បូកបញ្ចូលតែ1ចាអញ្ចឹងក្នុងនោះខ្ញុំមានរសជាតិ3គឺមានអាម៉ុកមានការីហើយនិងឡុកឡាក់មុខម្ហូប2មុខរបស់ខ្ញុំមានសាច់គោគំនួចប៉ុន្តែយើងកែច្នៃវាឲ្យដូចជាម្ហូបបរទេសដោយយើងមានបញ្ចូលជាមួយនឹង mayonnaise ហើយនិង mustard ដែលវាមានរសជាតិស្រដៀងជាមួយនឹង coleslaw អញ្ចឹងយើងញ៉ាំវាជាមួយនឹងសាច់គោកនួចដែលមានគ្រឿងមានសណ្តែកដីនៅក្នុងហ្នឹងអញ្ចឹងរសជាតិគឺកាន់តែឆ្ងាញ់ជាងមុនហើយមុខម្ហូបមួយមុខទៀតគឺជាផ្អែមដែលវាជា sticky rice tart ដែលយើងមានបាយត្រៀបហើយយើងរួមបញ្ចូលវាជាមួយនឹង tart ឬក៏នំបែបបារាំងហ្នឹងយើងដាក់វាបញ្ចូលគ្នាអញ្ចឹងរសជាតិវាគឺប្លែកបែបបរទេសបាទរូបមន្តទាំងពីររបស់ខ្ញុំគឺទី1គឺសាច់មាន់អាំងជាមួយទឹកជ្រលក់សាំប៉ាល់និងមីអ៊ីតាលីរសជាតិការីខៀវម្ហូបទី1របស់ខ្ញុំដែលខ្ញុំជ្រើសរើសមកគឺញាំប៉ោមខៀវផ្លែប៉ោមខៀវជាមួយនឹងពគាហើយនឹងយើងធ្វើជាលក្ខណៈ apple jelly ជាលក្ខណៈស្រាយស្រាយដែលរសជាតិផ្លែប៉ោមដែលញ៉ាំជាមួយនឹងញាំផ្លែប៉ោមខៀវហ្នឹងម្ហូបទី2របស់ទៀតគឺ fish អាម៉ុកខ្ញុំថា fish អាម៉ុករបស់យើងអាម៉ុកខ្មែររបស់យើងហ្នឹងគឺដែលគេទទួលស្គាល់ទាំងជាតិទាំងអន្តរជាតិសម្រាប់វគ្គកម្មវិធី Evo Food in Computer នេះបាទខ្ញុំទទួលបានបទពិសោធន៍ច្រើនពីគឺអ្វីដែលសំខាន់នោះគឺទំនាក់ទំនងជាមួយនឹងក្រុមដែលជាចុងភៅជំនាញមកពីភូមិឋានផ្សេងដែលគាត់បង្កើតមុខម្ហូបថ្មីប្លែកណាហើយមួយទៀតគឺទទួលបានបទពិសោធន៍អំពីការវាតម្លៃរបស់គ្រូជាមួយនឹងការចូលរួមអំពីសិស្សនៅក្នុងសាលាហើយក៏ទទួលបានច្រើននៅការរាប់អានអំពីក្រុមការងារទាំងដែរជាពិសេសគឺទំនាក់ទំនងល្អជាមួយនឹងក្រុមការងារខ្ញុំគិតថាវាជាបទពិសោធន៍មួយដ៏អស្ចារ្យសម្រាប់ខ្ញុំព្រោះខ្ញុំបានចូលរួមជាមួយនឹងចុងភៅជាច្រើនដែលគាត់មានគំនិតតែមួយក្នុងការច្នៃម្ហូបអាហារចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកនិងបានទទួលការខមមិនពីចុងភៅលំដាប់ប្រទេសនិងក្រៅប្រទេសខ្ញុំជ្រើសរើសយកម្ហូបពីហាងរបស់ខ្ញុំចង់ផ្សព្វផ្សាយអំពីម្ហូបបួសជាគោលបំណងគឺដោយសារវាជារដូវកាលជាឧទាហរណ៍ដូចជាបង្អែមដែលខ្ញុំរើសយកមកខ្ញុំឲ្យឈ្មោះថាបុកទុំចេកវាជារដូវកាលមួយយើងហៅថារដូវកាលខ្យល់ធ្លាក់មកខែដែល
មានអំបុកហើយនឹងទុំចេកហើយយើងបានបង្កើតដូចជាបង្អែមមួយអានឹងជាគោលបំណងរបស់ខ្ញុំ ទាំងនេះពិតជាលើសពីអាហារនេះគឺជារសជាតិនៃអនាគតសូមចូលរួមជាចំណែកនៃរឿងរបស់យើងទាំងអស់គ្នាសូមជូនពរជោគជ័យទាំងអស់គ្នាសូមរងចាំតាមដានទស្សនាភាគបន្ត